ពីសួរបងប្អូនទាំងអស់គ្នាតោះពីខ្ញុំបាទពូហ៊ុនអ្នកនៅតាមស្រុកស្រែជនបទឯណាបងប្អូនព្រោះវីដេអូខ្ញុំភាគច្រើនគឺនិយាយអំពីរបៀបនៃការរស់នៅរបស់ប្រជាជននៅតាមជនបទហើយនិងការប្រកបរបររកស៊ីថាតើគួររកស៊ីបែបណាដើម្បីឲ្យវាមានជីវភាពសមរម្យខ្ញុំមិនអាចចែករំលែកបទពិសោធន៍ណាដែលឲ្យបងប្អូនមានបានរហូតដល់សល់លុយច្រើនទេបងប្អូនព្រោះខ្ញុំក៏អត់ទាន់មានលទ្ធភាពក្នុងការធ្វើដែរតែអានេះគឺជាការចូលចិត្តចង់ចែករំលែកនៅអ្វីល្អៗទៅកាន់បងប្អូនណាបងប្អូនព្រោះខ្ញុំជាមនុស្សចូលចិត្តចែករំលែកច្រើនចូលចិត្តបង្រៀនគេចូលចិត្តណែនាំអ្វីដែលថ្មីទៅកាន់មនុស្សដែលខ្ញុំបានស្គាល់ហើយណាបងប្អូនខ្ញុំតែងតែកត់សម្គាល់ខ្លួនឯងពេលធ្វើការឲ្យគេក៏ដោយធ្វើការខ្លួនឯងក៏ដោយពេលខ្លះចេះតែអាណិតគេបងប្អូនឃើញគេមកអត់សូវចេះតែចង់ប្រាប់ចង់ណែនាំឲ្យគេបានដឹងបានចេះបានធ្វើទៅវាមានអត្ថប្រយោជន៍ដល់គេអ្នកដែលបានរៀនដែរបងប្អូនការធ្វើការឲ្យគេសម្រាប់បុគ្គលិកថ្មីភាគច្រើនគេអត់ចូលចិត្តបរៀនបុគ្គលិកថ្មីទេតែខ្ញុំមិនប្រកាន់ខ្លួនទេបងប្អូនអ្វីដែលខ្ញុំចេះអ្វីដែលខ្ញុំដឹងខ្ញុំតែងតែប្រាប់របៀបនៃការធ្វើការមិនឲ្យលឿនឲ្យរហ័សហើយរក្សាគុណភាពរបស់ការងារនៅដដែលហើយណាព្រោះមនុស្សម្នាក់ៗខ្ញុំគិតថាអានេះគឺជាចំណុចវិជ្ជមានដែលយើងគួរតែសិក្សារៀនសូត្រធ្វើការឲ្យបានលឿនរហ័សដើម្បីក្តោបយកឱកាសណាមួយដែលវានឹងលេចរូបរាងឡើងមកខាងមុខហើយចំពោះខ្លួនខ្ញុំផ្ទាល់ខ្ញុំអត់ដែលសូវអន់ចិត្តបាក់ទឹកចិត្តពេលដែលធ្វើរឿងអីមួយបរាជ័យទេបងប្អូនព្រោះពេលខ្លះខ្ញុំគិតថាការបរាជ័យវាគឺជាបទពិសោធន៍ព្រោះមុនពេលដែលខ្ញុំបានបរាជ័យខ្ញុំធ្លាប់គិតហើយថាការងារនេះវាដំណើរការយ៉ាងម៉េចហើយត្រៀមចាត់ទុកមុនបើវាបរាជ័យយ៉ាងណាក៏យើងមិននៅត្រាំត្រែងនៅក្នុងបញ្ហារហូតដល់ងើបក្រោកដើរទៅមុខវាអត់រួចទៀតទេណាបងប្អូនព្រោះខ្ញុំអត់សូវស្ដាយពាក្យស្ដាយបងប្អូនតែមិនឲ្យខ្លួនឯងនៅត្រាំត្រែងរហូតដល់ងើបដើរទៅមុខវាអត់រួចទេណាបងប្អូនមនុស្សណាក៏ចេះស្ដាយក្រោយស្ដាយពេលវេលាដែលខ្លួនខំធ្វើណាក៏ប៉ុន្តែភាពជោគជ័យវាមិនចេះតែកើតគ្រប់ពេលតាមអ្វីដែលយើងគ្រោងទុកអ្វីដែលយើងចង់បានទេបងប្អូនដូច្នេះហើយខ្ញុំមានតែការខិតខំប្រឹងប្រែងទៅមុខបន្តទៀតទោះបីជាបរាជ័យប៉ុន្មានដងក៏នៅតែងើបដើរដើម្បីស្វែងរកដំណោះស្រាយណាមួយដើម្បីឲ្យសមស្របដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃហើយនឹងឲ្យជីវិតគ្រួសារយើងកាន់តែល្អប្រសើរណាបងប្អូនដូចពាក្យគេនិយាយថាគ្មានការជោគជ័យណាដែលកើតមានឡើងដោយគ្មានការខិតខំប្រឹងប្រែងតស៊ូខ្នះខ្នែងនឹងការងារនោះទេបងប្អូនទើបតែយើងតស៊ូក្រាញនរាលទើបវាបានជោគជ័យបងប្អូនមិនថាបងប្អូនធ្វើកិច្ចការណាមួយទេជួនកាលអ្វីដែលគេបង្ហាញយើងពីភាពជោគជ័យមើលទៅហាក់ដូចជាស្រួលតែបងប្អូនមិនបានយល់ពីជម្រៅនៃការធ្វើការរបស់គេមិនមានរបៀបនៃការធ្វើការរបស់គេម៉ោងពេលវេលាណាគួរធ្វើពេលវេលាណាគួរសម្រាកហើយចេះបែងចែកកិច្ចការណាធ្វើមុនកិច្ចការណាធ្វើក្រោយក៏ជារឿងសំខាន់ដែរបងប្អូនព្រោះខ្ញុំក៏វាមិនថាជាមនុស្សដែលចេះបែងចែកពេលវេលាល្អឥតខ្ចោះដែរបងប្អូនគ្រាន់តែនេះក៏ជាចំណុចចាប់ផ្ដើមនៃការរៀនសូត្ររបស់ខ្ញុំហើយខ្ញុំគិតថាវាល្អក៏ចេះតែចែករំលែកទៅកាន់បងប្អូនអ្នកដែលទស្សនាវីដេអូរបស់ខ្ញុំណាបងប្អូនចំពោះខ្ញុំតែងតែជឿជាក់លើការរៀនសូត្របងប្អូនខ្ញុំអត់ដែលបោះបង់ទេទោះបីខ្ញុំចប់អត់ចប់ទេថាវាឈប់ពីរៀននៅសាលាតែមកជីវិតប្រចាំថ្ងៃខ្ញុំតែងតែរៀនខ្ញុំតែងតែមានសៀវភៅអានបណ្ដុះគំនិតទោះបីកាន់ទូរស័ព្ទក៏ដោយបងប្អូននិយាយពី
ការប្រើប្រាស់ Social Media ក៏ដូចគ្នាបងប្អូន មាន Page ខ្លះ Account ខ្លះ គឺវាបានផ្ដល់ផលប្រយោជន៍ច្រើនខ្លាំងមែនទែន ចំពោះខ្ញុំផ្ទាល់កាលដំបូងណាបងប្អូន កាល TikTok ដំបូងចេញ ខ្ញុំអត់ចូលចិត្ត TikTok ទាល់តែសោះបងប្អូន ខ្ញុំស្អប់ TikTok មែនទែនព្រោះចេញមកឃើញតែវីដេអូរាំ ច្រៀងអាពាហ៍ ខ្ញុំអត់ចូលចិត្តសោះបងប្អូន ទើប ប្រហែលឆ្នាំចុងក្រោយនេះតើខ្ញុំចាប់ផ្ដើមចូលចិត្ត TikTok ឥឡូវ TikTok វាមានវីដេអូខ្លីៗ ហើយបង្រៀនក៏វាងាយស្រួលដែរបងប្អូន វាលឿន វីដេអូមួយនាទី ឬក៏ក្រោមមួយនាទី គេប្រាប់ពីអីមួយ គេសង្ខេបឲ្យយើងមក វាងាយយល់ ចំណេញពេលដែរណាបងប្អូន តែយើងក៏គួរតាមដាន Page ណាដែលយើងគួររៀន Page ណាដែលផ្ដល់ចំណេះដឹងច្រើនដល់យើងណាបងប្អូន អរគុណសម្រាប់ការទស្សនាវីដេអូនេះរហូតដល់ចប់ណាបងប្អូន